តើកាំភ្លើងលបាញ់ថែប79ឬក៏ថែប85របស់កងទ័ពកម្ពុជាយើងបាញ់បានចម្ងាយប៉ុន្មាន100ម៉ែត្រទៅមុននឹងយើងនិយាយដល់កាំភ្លើងលបាញ់ថែប79ឬក៏ថែប85ដែលកងទ័ពខ្មែរយើងកំពុងប្រើប្រាស់នាពេលសប្តាហ៍ថ្ងៃនេះយើងត្រូវដឹងពីប្រភពដើមរបស់វាជាមុនសិនថាកាំភ្លើងប្រភេទនេះមានប្រភពចេញដំបូងពីខាងណាតាមពិតទៅកាំភ្លើងលបាញ់ឬក៏ Sniper មួយនេះមានប្រភពចេញដំបូងពីសហភាពសូវៀតគឺប្រទេសរុស្ស៊ីបច្ចុប្បន្នវាមានឈ្មោះថា SVD ត្រូវបានផលិតឡើងក្នុងឆ្នាំ1963ដោយក្រុមហ៊ុន Kalashnikov និងត្រូវបានឆ្លងកាត់ក្នុងសង្គ្រាមរាប់មិនអស់ជាពិសេសសង្គ្រាមវៀតណាមជាមួយសហរដ្ឋអាមេរិកនិងសង្គ្រាមវៀតណាមនៅលើទឹកដីកម្ពុជាចាប់ពីឆ្នាំ1978ឬក៏ឆ្នាំ1979ដល់ឆ្នាំ1989កង Sniper វៀតណាមដែលបានទទួលការបង្វឹកបង្ហាត់យ៉ាងស្ទាត់ជំនាញនិងមានបទពិសោធន៍ក្នុងសង្គ្រាមផងនោះបានឈានជើងចូលមកជាមួយនឹងក្រុមទាហានថ្មើរជើងដើម្បីបំពេញបេសកកម្មរបស់ខ្លួនដូចជាការលបបាញ់មេដឹកនាំខ្មែរក្រហមនិងទាហានជាដើមកាំភ្លើងលបាញ់ SVD មានបណ្ដោយប្រវែង1225មីលីម៉ែត្រឬក៏1135មីលីម៉ែត្រមានទម្ងន់ 4.30 គីឡូក្រាមឬក៏ 5.02 គីឡូក្រាមបណ្ដោយនឹងទម្ងន់របស់វាប្រែប្រួលអាស្រ័យលើស៊េរីនីមួយៗប្រើប្រាស់គ្រាប់ប្រភេទ 7.62 គុណនឹង54មីលីម៉ែត្រអរបៀបបាញ់មានលក្ខណៈជា semi automatic ពាក់កណ្ដាលស្វ័យប្រវត្តិដោយវាអាចបាញ់បានចម្ងាយ800ម៉ែត្រជាចម្ងាយដែលមានប្រសិទ្ធភាពអត្រាល្បឿនគ្រាប់រត់800ម៉ែត្រទៅ830ម៉ែត្រក្នុង1វិនាទីនិងក្នុងមួយបង់មាន10គ្រាប់ចំពោះការបំពាក់កាយយឹតឬក៏ telescope វិញគឺប្រភេទ PSO1 4 គុណនឹង24ដែលមើលគោលដៅបានចម្ងាយ1000ម៉ែត្រនិងអាចរនសាញមើលគោលដៅបានចម្ងាយ1200ម៉ែត្របើសិនជាអ្នកប្រមាញ់ឬក៏ Sniper ចេញប្រតិបត្តិការនាពេលយប់វិញអាចបំពាក់ឧបករណ៍សម្រាប់មើលនៅពេលយប់បានប្រភេទ 1PN51 ឬក៏ 1PN58 អាចមើលគោលដៅបានចម្ងាយ570ម៉ែត្រនិងអាចស៊ូមមើលក្នុងទំហំ 3.5x កាំភ្លើងលបាញ់ SVD ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមជាច្រើនរាប់មិនអស់និងត្រូវបានផលិតដោយបណ្ដាប្រទេសជាច្រើនហើយមានច្រើនស៊េរីខុសៗគ្នានៅឆ្នាំ1979គឺនៅពេលដែលចិនធ្វើសង្គ្រាមជាមួយវៀតណាមគេហៅសង្គ្រាមនោះថា Sino-Vietnam War គឺចិនចង់ផ្ដល់មេរៀនមួយដល់វៀតណាមដែលហ៊ានឈ្លានពានចូលទឹកដីកម្ពុជាផ្ដួលរលំរបបប៉ុលពតដែលជាកូនចៅរបស់ខ្លួនក្នុងសង្គ្រាមមួយនេះចិនបានចាប់យកអាវុធរបស់កងទ័ពវៀតណាមជាច្រើនក្នុងនោះក៏មានកាំភ្លើងលបាញ់ SVD នេះឯងបន្ទាប់ពីចាប់កាំភ្លើងលបាញ់ SVD ពីកងទ័ពវៀតណាមបានហើយចិនចាប់ផ្ដើមសិក្សាស្រាវជ្រាវស្វែងរកគន្លឹះសំខាន់របស់វានិងផលិតតាមដោយដាក់ឈ្មោះវាថាថេប79និងថេប85ដែលវាមានទម្ងន់ 4.4 គីឡូក្រាមទម្ងន់នេះគឺមិនទាន់គិតការបំពាក់ឧបករណ៍ផ្សេងចូលនោះទេនិងមានបណ្ដោយប្រវែង1220មីលីម៉ែត្រប្រើប្រាស់គ្រាប់ប្រភេទ 7.62 គុណនឹង54មីលីម៉ែត្របាញ់បានចម្ងាយចាប់ពី800ម៉ែត្រទៅ1200ម៉ែត្រអាចបំពាក់កាយយឹតឬក៏ telescope ដូចគ្នាទៅនឹង SVD របស់រុស្ស៊ីដែរប៉ុន្តែលក្ខណៈបច្ចេកទេសមួយចំនួនត្រូវបានចិនកែលម្អធ្វើឲ្យថេប79និងថេប85ចិនមានលក្ខណៈល្អប្រសើរជាង SVD ស៊េរីចាស់ថេប79និងថេប85ចិនអាចបាញ់បាន30គ្រាប់ក្នុង1នាទីនិងក្នុងមួយបង់មាន5គ្រាប់ឬក៏10គ្រាប់និងប្រើប្រាស់គ្រាប់ស្តង់ដារ NATO នៅពេលដែលខ្មែរយើងប៉ះគ្នាដោយអាវុធជាមួយកងទ័ពថៃកាលពីឆ្នាំ2008ដល់ឆ្នាំ2011យើងឃើញកងទ័ពយើងប្រើប្រាស់កាំភ្លើងលបាញ់ថេប79នេះច្រើនគឺប្រើប្រាស់ក្នុងកងកម្លាំងពិសេសហើយនៅមីយ៉ាន់ម៉ាឬក៏ភូមាវិញមិនថាក្រុមទ័ពព្រៃឬក៏កងទ័ពរដ្ឋាភិបាលនោះទេក្រុមទាហានលបាញ់របស់ពួកគេសុទ្ធសឹងតែប្រើប្រាស់កាំភ្លើងលបាញ់ថេប79នេះដូចគ្នាមិនត្រឹមតែប៉ុណ្ណោះកងទ័ពសហរដ្ឋអាមេរិកវិញបានចាប់កាំភ្លើងប្រភេទនេះពីបណ្ដាប្រទេសនានាជុំវិញពិភពលោករួចបញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែនដើម្បីប្រយុទ្ធទប់ទល់នឹងរុស្ស៊ី